Voice Cambodia រដូវកាលទី2ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបេក្ខជនដែលបង្ហាញខ្លួនដំបូងគេនៅក្នុងសប្តាហ៍ទី5នេះជាកម្មកររោងចក្រមកពីខេត្តកណ្ដាលខ្ញុំបាទឈ្មោះអ៊ុចសង្វាជាបេក្ខជនមកពីខេត្តកណ្ដាលសពថ្ងៃខ្ញុំអាយុ21ឆ្នាំជាកម្មកររោងចក្របាទមកដល់វគ្គនេះខ្ញុំពិតជាសប្បាយមែនទែនហើយខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាអស្ចារ្យមែនទែនអាចមកដល់វគ្គនេះសង្វាបងមើលទៅទឹកមុខរៀងក្រៀមក្រំដល់ហើយអាចបញ្ជាក់បានទេថាគ្រួសារសង្វារាល់ថ្ងៃនេះមានសមាជិកប៉ុន្មាននាក់ហើយពួកគាត់ធ្វើអីហើយសង្វារាល់ថ្ងៃធ្វើអីរាល់ថ្ងៃបងប្អូនខ្ញុំមាន3នាក់តែម៉ាក់ប៉ាខ្ញុំគាត់ជាមើលឆ្កាឲ្យគេជីវិតខ្ញុំតាំងពីទូចមកគឺជួបរឿងពិបាកច្រើនដោយសារឪពុកនិងបងស្រីបានឈឺហើយខ្ញុំសម្រេចចិត្តឈប់រៀនតាំងពីទូចដើម្បីជួយរកស៊ីម្ដាយដើម្បីយកលុយមកមើលជំងឺឪពុកនិងបងស្រីហេតុអីបានបោះបង់ការសិក្សាក្មេងនេះដោយសារជីវភាពគ្រួសារណាមួយឪពុកឈឺអត់មានអ្នកជំនួសដៃឪពុកគឺខ្ញុំសម្រេចចិត្តឈប់រៀនដើម្បីនេសាទត្រីជួយធ្វើឲ្យគេទៅណាអត់ទេគឺធ្វើខ្លួនឯងដើម្បីយកត្រីទៅលក់យកលុយមកមើលជំងឺឪពុកនិងបងចារយៈពេលប្រហែលឆ្នាំដែលយើងធ្វើការងារទាំងក្មេងអញ្ចឹងគឺច្រើនមកតាំងពីខ្ញុំអាយុ8ឆ្នាំរហូតដល់ខ្ញុំអាយុ17ឆ្នាំមកហើយអ្នកឃើញមិនបានចង់ប្រឡូកក្នុងវិស័យសិល្បៈដោយសារខ្ញុំមានដងខ្លះដែរក្នុងសិល្បៈចា៎បាទអញ្ចឹងអ្នកជំនាញខ្លួនខ្ញុំក៏គិតថាខ្ញុំមានសមត្ថភាពក្នុងការប្រឡងចម្រៀងអញ្ចឹងមកខ្ញុំឃើញកម្មវិធី The Voice ពិតជាល្អអញ្ចឹងអាចផ្ដល់ឱកាសខ្ញុំនិងគោលបំណងរបស់ខ្ញុំឈានទៅមុខបានខ្ញុំសង្ឃឹមថាកម្មវិធី The Voice Cambodia នឹងអាចធ្វើឲ្យជីវភាពរបស់ខ្ញុំអាចធូរស្បើយនិងអាចធ្វើឲ្យខ្ញុំល្បីល្បាញក្នុងថ្ងៃអនាគតបានកុំអៀនហើយកុំភ័យស៊ូខំប្រឹងយកជ័យជំនះបន្តិចទៀតនេះខ្ញុំបញ្ចេញសមត្ថភាពរបស់ខ្ញុំដើម្បីឲ្យខូចទាំង4ជ្រើសរើសយករូបខ្ញុំធ្វើជាកូនក្រុមឲ្យតតែបានត្រៀមណាចាកិច្ចការខូចចិត្តមកនៅក្នុងបារកំពុងតែលើកកៅស្រាស្រាប់តែជួបរឿងចៃដន្យពួកគេនាំគ្នាចូលមកឲ្យខ្ញុំស្លោស្លន់គិតលុយសឹងមិនទាន់មិនចង់ជួបមនុស្សអាក្រក់ចង់រាយរឿងអីអ្នកគិតលុយសួរមកឲ្យខ្ញុំខឹងជួលថាប៉ាពួកគេនោះដែរអត់ខ្ញុំក្រពីក្បាលណេះយកតែ100000នោះមិនគិតមនុស្សបត់យកលុយលឿនបានអត់ណែខ្លាចទុំអារម្មណ៍មិនបានហេតុអ្វីជួបគេចំពេលដែលខ្ញុំចង់គិតគេបានជឿចិត្តចងកម្មពីគ្មានស្រាស្រាខំទប់ទឹកភ្នែកដាំងចិនថ្លាហានជឿចាប់ពុនបានលាក់ទុំខ្លាចចាញ់ចិត្តស្នេហ៍ពិតគង់ចាញ់មនុស្សចិត្តសាវាកាត់ចិត្តដើរចេញពីបាមកផឹកស្រានៅផ្ទះមិត្តមិនខ្វល់នេះឲ្យស្ដាប់ប្រាប់ថាកំពុងខូចចិត្តបើពួកម៉ាណិតហ្នឹងអើយជួយកំដរខ្ញុំស្វឹងបានទេសួស្តីអូនសួស្តីបាទជំរាបសួរឈ្មោះអីដែរឈ្មោះអ៊ុចសង្វាបងសង្វាអាយុប្រហែលទេអូនមានអាយុ21ឆ្នាំបង21ឆ្នាំបាទសង្វាហើយមុខរបររាល់ថ្ងៃធ្វើអីដែរកម្មកររោងចក្រអញ្ចឹង
អរគុណដល់សង្វាបាទជាកម្មករតែប្អូនស្រឡាញ់នៅវិស័យសិល្បៈបាទសម្រាប់សង្វាផ្ទាល់សម្លេងរបស់សង្វាមានធម៌ពលខ្លាំងហើយក៏ប៉ុន្តែប្អូនរើសបទចម្រៀងមួយបទនេះស្រវឹងគឺអត់ត្រូវជាមួយសម្លេងអូនសោះអូនធ្វើចេញមកគឺប្រឹងធ្វើស្រវឹងហ្មងមែនទេថាយើងស្រវឹងចេញស្រវឹងយើងស៊ីនធម្មតាមកអ្នកខ្លះគាត់ច្រៀងចេញមកគឺគាត់ស្រវឹងហ្មងអញ្ចឹងតែប្អូននៅកលនៅគល់កនេះខ្លាំងពេកហើយរៀងរាប់បន្តិចអញ្ចឹងទៅបើសិនជាសង្វាអាចយកបទផ្សេងពីនឹងដែលស៊ីជាមួយនឹងសម្លេងខ្លួនឯងប្រហែលជាអាចទទួលបាននៅការបង្វិលកៅអីពីខូចរបស់យើងបាទអញ្ចឹងជូនពរដល់សង្វាលើក្រោយទៀតចេះរើយកបទចម្រៀងណាដែលត្រូវនឹងសម្លេងខ្លួនឯងអរគុណអូនបាទសង្វា បាទបង សលេងអត់សមមួយមៀតសោះណោះ បងគិតថាសំឡេងរបស់សង្វាធ្ងន់ល្អហើយគេហៅថាមុតទៀតប្រសិនបើប្អូនច្រៀងបទជាបទសលេងធម្មតាប្រហែលជាល្អជាងហ្នឹងយ៉ាងណាមិញសំឡេងរបស់ប្អូននៅតែមានចំណុចដែលត្រូវសិក្សាបន្ថែមច្រើនសង្ឃឹមថាសង្វានឹងទទួលបានជោគជ័យនៅក្នុងឱកាសក្រោយទៀតអរគុណបង ចាបងមានសម្លេងធំមានទឹកដមល្អការប្រើប្រាស់សម្លេងបងប្អូនក៏មិនជាមានបញ្ហាដែរគ្រាន់តែថានៅពេលដែលយើងច្រៀងទៅយើងគ្រាន់តែច្រៀងឲ្យតែរួចដូច្នេះការដែលបកស្រាយចម្រៀងរបស់អូននៅក្នុងថ្ងៃនេះមិនទាន់ជាការតាក់ទាញរបស់ពួកយើងសង្ឃឹមថាបងអូននឹងទទួលបានភាពជោគជ័យនៅក្នុងឱកាសក្រោយទៀតបាទអរគុណ ចាថ្ងៃនេះអាចថាមិនមែនជាថ្ងៃដែលជោគជ័យក៏ប៉ុន្តែបងជឿជាក់ថាសម្លេងដូចសង្វាបើសិនជាមានការហ្វឹកហាត់បន្ថែមឬមួយក៏ព្យាយាមបន្តទៀតសង្វានឹងមានថ្ងៃទទួលជោគជ័យនៅលើវិថីសិល្បៈនេះផងដែរបងសូមជូនពរអូនចាអរគុណច្រើន ចាំឱកាសក្រោយចូលទៀតមកជើងបាច់យំចាំឱកាសក្រោយខំប្រឹងយកឲ្យបាន ថ្ងៃនេះបងប្អូនសង្វាខកចិត្តខ្លាំងមែនតើចាដែលហៅថាគាត់ទាំងអស់គ្នាជឿជាក់លើសមត្ថភាពសង្វាចាប៉ុន្តែលទ្ធផលនៃការគិតអាចបង្ហាញពីអារម្មណ៍នៅពេលនេះតិចបាន ខ្ញុំនេះគឺមានការសោកស្ដាយខ្លាំងបងគឺខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តតែខ្ញុំមកប្រាជ័យវគ្គនេះគឺខ្ញុំសោកស្ដាយថាខ្ញុំពីវគ្គមុនមកគឺខ្ញុំខំប្រឹងវគ្គនេះក៏ខ្ញុំខំប្រឹងតែធ្វើម៉េចសមត្ថភាពខ្ញុំមិនទាន់អាចឲ្យបងទាំង4គាត់ធ្វើការបានអញ្ចឹងខ្ញុំសង្ឃឹមថារដូវកាលក្រោយខ្ញុំនឹងអាចរកឱកាសមួយបន្តបាន ចាអញ្ចឹងបានន័យថាសង្វាតាំងចិត្តតែម្ដងណោះវឹកហាត់សមត្ថភាពរបស់យើងបន្ថែមទៀតណាចាសង្ឃឹមថាជួបវត្តមានភាពក្លាហានរបស់សង្វានៅរដូវកាលក្រោយបន្តទៀតអរគុណសំណាងល្អតស៊ូឡើងអូនណាចាអរគុណច្រើន The Voice Cambodia រដូវកាលទី2ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិ